ទឹកដីអង្គរគឺជាដែនដីអច្ឆរិយៈដ៏រុងរឿងជាមហាស្ថាបត្យកម្មដ៏មហោស្ចារ្យកសាងដោយអច្ឆរិយបុគ្គលខ្មែរមានចម្លាក់សិល្បៈដ៏សម្បូរបែបជាមហាស្ថាបត្យកម្មដ៏ល្អឯកមានតែមួយគ្មានពីរលើលោក The land of Angkor is one of the awe and majesty, home to magnificent architecture crafted by Khmer artisans and enriched with intricate sculpture. អង្គរវត្តជាអច្ឆរិយវត្ថុដ៏ពិសិដ្ឋមានរចនាបថល្អឥតខ្ចោះបង្កប់នូវភ្នែកពុទ្ធិអាចកំបាំងនៃកតិបណ្ឌិតដែលមិនចេះរីងស្ងួន Angkor Wat unparalleled architecture imbued with the great elegance embody the magical wisdom and profound insight of the Khmer civilization. ក្បួនច្បាប់វិទ្យាសាស្ត្រតារាសាស្ត្រទស្សនវិជ្ជាខ្មែរនៃការត្រាស់ដឹងចាក់ធ្លុះឈ្មោះជ្រាបច្បាស់អំពីជំរឿននៃច្បាប់ធម្មជាតិទំនាក់ទំនងនៃដំណើរគោចរប្រព័ន្ធផែនដីនិងចក្រវាឡដែលមានខ្លឹមសារនិងទស្សនៈអប់រំយ៉ាងជ្រាលជ្រៅមហិមា This masterpiece reflects an advanced understanding of astronomy, science, and the natural laws of the universe, revealing a deep philosophical enlightenment. ជាក់ស្ដែងបាតុភូតសមាធិត្រី2ដងក្នុងមួយឆ្នាំដែលជាព្រឹត្តិការណ៍មានព្រះអាទិត្យរះឡើងនៅចំពីលើកំពូលប្រាសាទអង្គរវត្តជាសក្ខីកម្មបង្ហាញពីកំពូលប្រាជ្ញាញាណរបស់មនុស្សខ្មែរក្នុងការគុណនិងការរចនាប្លង់សាងសង់អង្គរវត្តដែលបានយល់ដឹងយ៉ាងច្បាស់អំពីដំណើរគោចរនៃភពទាំងឡាយនៅក្នុងប្រព័ន្ធព្រះអាទិត្យនិងដំណើរនៃច្បាប់ចក្រវាឡ Twice a year, the sun ascends over Angkor Wat. The Angkor Equinox is the testament to the Khmer people's mystery in calculating celestial movements and designing structures in harmony with the cosmic order. ផ្អែកលើទាំងនៃកននេះច្បាស់ណាស់វណ្ណកម្មដែលមិនអាចកាត់ថ្លៃបាននេះមានគុណតម្លៃមិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌវប្បធម៌សម្រាប់មនុស្សជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលវិទ្យាសាស្ត្របុរាណសម្រាប់ឲ្យមនុស្សសិក្សាស្វែងយល់អំពីទំនាក់ទំនងភពតារាវិទ្យានិងអាចកំបាំងចក្រវាឡផងដែរលើពីសម្បត្តិអរិយធម៌ក្នុងនៃសាសនានិងចិត្តវិញ្ញាណប្រាសាទអង្គរវត្តគឺជាឧត្តមដ្ឋានជាបូជនីយដ្ឋានជាទីកន្លែងសម្រាប់កំសាន្តជាទីឋាននៃព្រះវិស្ណុសមនឹងឈ្មោះពេញជាផ្លូវការថាបរមវិស្ណុលោក Beyond its cultural significance, Angkor Wat stands as an ancient scientific center, offering knowledge of astronomy, planetary orbits, and the universe's secret. More than a spiritual monument, Angkor Wat was dedicated to Vishnu, serving as his supreme resting place. ដូច្នេះនៅពេលដែលអ្នកបានចូលដល់បរិវេណប្រាសាទអង្គរដោយចិត្តបរិសុទ្ធជ្រះថ្លាល្អឈ្មោះថាអ្នកកំពុងតែឈរនៅកណ្ដាលនៃទីឋានព្រះ Entering this sacred complex with a pure heart is like standing at the